យួនណាបងប្អូនវាចង់ចូលប្រទេសយើងតាំងតែពីសម័យអង្គរមកវាចង់ចូលមកបងប្អូនព្រោះគំនិតរបស់ហូជីមិញបងប្អូនក្រោយមកទៀតណាអាសម័យអង្គរហ្នឹងអាមេរបស់វាមុនដល់មកហូជីមិញគាត់មានគំនិតមួយថាបើយកឡាវហើយយកខ្មែរមិនបានបង្កើតទៅជាឥណ្ឌូចិនឲ្យធំមិនបានទេដាច់ខាតចិនត្រូវតែលេបហើយចិនត្រូវតែលេបយើងហើយអញ្ចឹងសុំទោសខ្មែរចោះសុំទោសឡាវចោះគ្មានជំរឿនទេត្រូវតែលេបឯងហើយគំនិតហូជីមិញវាបញ្យល់កូនចៅវាថាចឹងត្រូវតែបង្កើតឥណ្ឌូចិនឲ្យបានព្យាយាមចូលណាស់បងប្អូនខ្មែរមួយណាទៅសហការជាមួយយួនបងប្អូនខ្មែរអត់ទេមានតែសត្រូវសួរពូជាមួយយួនមានតែឥឡូវបន្សាបកំហឹងខ្មែរបានទៅជាយួនអ្នកមានគុណឥឡូវនេះវាធ្វើបានសម្រាប់ទេចិត្តដូចឡាវបងប្អូនចិត្តដូចឡាវហើយសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនចង់ងើបបងប្អូនក៏ងើបមិនបានដែរងើបមិនឧទាហរណ៍គាត់ចង់ងើបតែគាត់ហ្នឹងទៅគាត់ហ៊ាននិយាយប្រាប់ប្រជាពលរដ្ឋខ្មែរហ៎គាត់ហ៊ាននិយាយហើយបើប្រជាពលរដ្ឋខ្មែរនឹងសាបហើយហ្នឹងលែងមានអារម្មណ៍ស្អប់យួនហើយហ្នឹងបងប្អូនយ៉ាងណាមើលគេយកកោះត្រល់ក៏អូខេឥឡូវគេយកកោះថាសមួយទៀតក៏អូខេឥឡូវគេចាក់ដីនោះពីសមុទ្ររបស់គេហ្នឹងណាចូលមកបោកគួររបស់យើងទៀតហើយក៏អូខេទៅទៀតទៅពាណិជ្ជកម្មច្រើនណាស់ដែលយួនកាន់កាប់នៅក្នុងស្រុកខ្មែរយួនមានសញ្ជាតិខ្មែរបោះឆ្នោតឲ្យយួនចូលមកបោះឆ្នោតទៀតប៉ុណ្ណឹងហើយអត់ដឹងខ្លួនទេចង់បានស្អីបងប្អូនចង់បានសរងបានកម្មាឡើងភ្លេចជាតិសាសរបស់ខ្លួនទេណាដូចតកិច្ចក្បាលនឹងថ្មរួចហើយភ្លេចប្រវត្តិសាស្ត្របងប្អូនពិចារណាមើលនៅក្នុងសាលាគេឲ្យយើងរៀនតសោះទៅរៀនឡើងសម័យអង្គរឯណោះរៀនបានប្រយោជន៍អីបងប្អូនអាប្រវត្តិសាស្ត្រណាដែលមានប្រយោជន៍ក្នុងពេលបច្ចុប្បន្នដើម្បីការពារទឹកដីរបស់យើងគេអត់បង្រៀនទេមាន7មករាកន្លែងណាក៏ធ្វើស្តូករំលឹកគុណ7មករាគ្រប់ខែទាំងអស់ស្តូក7គុណ7មករាកុំភ័យបងប្អូនកុំគិតថាខ្ញុំចង់បានអីពីបងប្អូន52ណាហើយអត់មានប្រពន្ធអត់មានកូនអត់មានឈាមមកតំណក់នៅលើដីនឹងទេងាប់ទៅសូនឈឹងមានតែបងប្អូនទេដែលងាប់ហើយសល់កូនធ្វើកាជះគេខ្ញុំដាច់ពូជហើយបើនិយាយស្ដាប់គ្នាមិនបានទេឲ្យវាងាប់ទៅមនុស្សខ្លះគ្មានតម្លៃសម្រាប់សង្គ្រោះទេឲ្យវាងាប់ឲ្យឆ្លាស់ទៅពីព្រោះអីកណើតវាកើតមកល្ងងណាស់សម្រាប់ឲ្យតែគេជិះជាន់ទេនិយាយស្ដាប់គ្នាមិនបានមានតែរុញថែមឥឡូវបងប្អូនមើល7មករាបងប្អូនណាអាមេរិកកាំងនេះមួយសូវៀតនេះពីរអន្តរជាតិច្រើនណាបងប្អូនណាគេចង់វាយប្រទេសខ្មែរតាំងពី76បងប្អូនតាំងពី76យើងវាយ79ណាអាមេរិកកាំងសូវៀតណាវាចង់វាយចូលប្រទេសខ្មែរវាចង់វាយប៉ុលពតទៅវាដឹងណាបងប្អូនវាដឹងណាយួននិយាយពីខាំងឃាបងប្អូនខាំងឃាឲ្យវាយទេតែពួកនឹងវាយមកវាមានឱកាសឯណាវាយវាខាំងឃាទី1គឺដើម្បីអីដើម្បីឲ្យខ្មែរហ្នឹងស្លាប់គ្នាសិនហើយអាស្លាប់គ្នានឹងទៀតបងប្អូនទៅមើលរឿងអីបានជាវាកើតជាប៉ុលពតអាទ័ពម៉ាន់តិចក្នុងព្រៃសោះនោះរួចឲ្យមកវាយឈ្នះទ័ពលន់ណុលដែលជាទ័ពអាមេរិកកាំងនៅពីក្រោយប៉ុលពតមានពីណាស្គាល់ឈ្មោះបងប្អូនទ័ពវាបន្តិចហើយហេតុអីបានអាមេរិកហេតុអីបានជាមានរដ្ឋប្រហារបងប្អូនតម្លាក់សម្ដេចឪយើងហេតុអីពីព្រោះសម្ដេចឪរបស់យើងគាត់លាក់យាកកង200000នាក់គាត់លាក់យាកកងហើយយាកកងហ្នឹងវាមកពីណាវាមកពីយួនខាងជើងវាមកណាវាមកយួនខាងត្បូងវាមកធ្វើអីមកវាយអាមេរិកកាំងដល់ពេលវាមិនហ៊ាននៅយួនខាងត្បូងវានៅជាយដែនខ្មែរពីព្រោះយួនខាងត្បូងអាមេរិកកាំងវាទម្លាក់គ្រាប់ដៃលើដីយួនអញ្ចឹងអាយាកកងគ្មានដីនៅសុំតាយើងណែនៅឯដីខ្មែរណែបងប្អូនតាយើងគាត់មានគុណគាត់មិនម៉ែគាត់នឹងសុតខាងនោះទៀតដល់ពេលអញ្ចឹងគិញក្នុងគេបញ្ចូលមកបងប្អូនចូលមកនិយាយឲ្យបានទេរដ្ឋធម្មនុញ្ញគេមិនឲ្យប៉ះបងប្អូនឃើញគេសិតតែបិទមាត់យើងទាំងអស់អត់ដឹងខ្លួនទេណាគិតតែពីស៊ីដីធ្វើកូនឲ្យពេញផ្ទះកើតកូនមកបញ្ជាក់គេតពូទៅអត់គិតទេហើយយើងរដ្ឋធម្មនុញ្ញគេហាមមិនដឹងយកទៅចាក់នឹងខ្ញុំល្មិចទេណាបងប្អូនណាព្រោះរដ្ឋធម្មនុញ្ញគេមិនឲ្យប៉ះទេប៉ុន្តែយើងកាត់អញ្ចឹងម៉ែគាត់សុតហើយយួនបងប្អូនត្រូវដឹងតែរបស់វាគឺវាតាមរយហើយចូលដល់វាំងហើយបងប្អូនពិចារណាមើលនិយាយចុះនិយាយឡើងលាក់យាកកងរបស់គេ20000នាក់ដល់ពេលអាយាកកងហ្នឹងវាវាយឈ្នះពួកអាមេរិកកាំងនៅឯស្រុកយួនខាងត្បូងអាយួនខាងអាយាកកងវាអត់ព្រមចាញ់ពីស្រុកខ្មែរ20000នាក់តាគាត់លេឡាពីព្រោះអាមេរិកកាំងចោតគាត់យូរហើយចោតតាយើងថាលាក់យាកកងពីព្រោះអាមេរិកកាំងវាទម្លាក់នៅលើដីយួនទម្លាក់នៅពេលយាកកងវានៅក្នុងដីខ្មែរ
ដល់ពេលតាយើងថាអាមេរិកឈ្លានពានដីខ្មែរអាមេរិកថាអត់ឈ្លានពានទេគឺវាមកទម្លាក់យួនព្រោះតាយើងលាក់យួនអាមេរិកក្តៅតាយើងសម្បើមណាបងប្អូនវាចាញ់សង្គ្រាមណាដោយសារតាយើងលាក់យាកុងហ្នឹងបងប្អូនបើសិនណាជាយាកុងគ្មានកន្លែងនៅបងប្អូនអាមេរិកមិនបានចាញ់សង្គ្រាមទេបងប្អូនចាញ់សង្គ្រាមកូនប្រទេសកប៉ុកឡុកមួយយួនបងប្អូនអាមេរិកអាចចាញ់សង្គ្រាមស្រុកណាវាឈឺចិត្តណាបងប្អូនវាគិតទុកក្នុងប្រវត្តិសាស្ត្រណាវាមិនចូលចិត្តតាយើងទេប៉ុន្តែវាអត់ហ៊ានថាព្រោះប្រជាពលរដ្ឋខ្មែរវាចូលចិត្តដល់ពេលអាមេរិកវាចាញ់សង្គ្រាមអាយួនយាកុង200000នាក់ដែលតាយើងទុកទេណាវាអត់ព្រមចេញពីស្រុកខ្មែរតាលេឡានឹងទៅហៅអាមេរិកទៅហៅអាម៉េចបើខ្លួនឯងបដិសេធថាគ្មានយាកុងទេហ្នឹងស្កោលទោសអាមេរិកថាទម្លាក់គ្រាប់បែកលើប្រទេសរបស់ខ្លួនទៅទៀតណាឃើញទេដល់ពេលចឹងលេឡារត់ទៅលិចរត់ទៅកើតចោលសុកចោលទេហ៎លន់ណយនេះគាត់មិនដឹងធ្វើម៉េចបើយួននៅពេញដីអញ្ចឹងវាត្រូវតែទម្លាក់គាត់ណាដើម្បីយកអំណាចដេញយួនប្រាប់គាត់ឲ្យនៅស្ងៀមសិនទៅគ្រោះថ្នាក់ណាស់តែគាត់អំពាវនាវឲ្យចូលព្រៃហ្នឹងគឺងាប់ហ่ะពួកអីលន់ណលទម្លាក់គាត់ទៅនិយាយពីលន់ណលដឹងថាប្រទេសរបស់ខ្លួនកំពុងតែនៅលើភ្លើងសង្គ្រាមហើយភ្លើងវាឆេះនៅស្រុកយួនណាបងប្អូនណាតាសម្រាប់ចិត្តមិនស្រួលហៅគេឲ្យចូលព្រៃភ្លើងឆេះពីស្រុកយួនរាលដាលចូលស្រុកខ្មែរអញ្ចឹងលន់ណលគាត់ភ័យណាស់បញ្ជូនគណៈប្រតិភូទៅប្រាប់តាថានៅឲ្យស្ងៀមទៅចាំគេដេញយួនរួចហើយគេហៅចូលមកវិញហើយឲ្យនៅស្ងៀមទៅគេមិនទម្លាក់ទេប៉ុន្តែឯងធ្វើអត់កើតពីព្រោះតាឯងអ្នកលាក់យាកុងតែហៅអាមេរិកមិនបានទេឯនោះបងប្អូនមានយាយគាត់ផងមានអីផងពីលើមកម៉ែក្មេងគាត់ចាក់រុកគាត់មិនមកស្រុកខ្មែររត់ទៅស្រុកចិនទៅស្រុកចិននិយាយពីយួនវាទៅស្រុកចិនហ្មងបងប្អូនវាទៅប្រធានាធិបតីវាទៅស្រុកចិនវាលាក់មុខក្រោយវាធ្វើមិនក៏ដោយឲ្យតាយើងប្រកាសសង្គ្រាមឡើងជាមួយនឹងលន់ណលថា200000នាក់នៅក្នុងព្រៃនោះគាត់ចាញ់ទេយាកុងបងប្អូនតាយើងគេចាក់គេរកថាលន់ណលក្បត់ជាតិធ្វើរដ្ឋប្រហារតម្លាក់គាត់កូនអើយចូលព្រៃម៉ាក់ទីកូនយកអំណាចឲ្យវិញសង្គ្រាមផ្ទុះបឹងលន់ណលហូរទឹកភ្នែកហ្មងគេចាប់បានតាយកទៅហើយពីព្រោះខ្មែរយើងតែជឿអាណាជឿហើយអូប៉ុលពតគ្នាមកកបាច់លិចនោះបងប្អូនវាទៅវាយឈ្នះទ័ពអាមេរិកកាំងដែលទ័ពលន់ណលដែលអាមេរិកកាំងនៅពីក្រោយកើតទេបងប្អូនដោយសារគេស្មានតែចូលព្រៃនឹងយកអំណាចឲ្យតាហើយតានឹងនិយាយថាម៉េចទេបងប្អូនមកពិភពលោកបងប្អូនកុម្មុយនីសវាប្រឆាំងមួយសក្តិភូមិកុម្មុយនីសពួកកុម្មុយនីសគឺវារំលំរបបស្ដេចហើយតាយើងទៅពាក់អាវខ្មៅនៅជាមួយប៉ុលពតខ្ញុំឆ្ងល់គាត់ពួកកុម្មុយនីសវាប្រឆាំងជាមួយសក្តិភូមិហើយគាត់អត់យល់មិនឃើញរូបថតគាត់មកពាក់អាវខ្មៅនៅជាមួយប៉ុលពតក្នុងព្រៃប៉ុលពតនឹងប្រើឈ្មោះវាប្រើស្មាតទៅប្រើឈ្មោះគាត់ហ្នឹងណាដើម្បីហៅមនុស្សចូលព្រៃបងប្អូនដល់ពេលបានចូលព្រៃហើយវាយចូលមកពួកយើងឯនេះស្មានតាដាច់ហ่ะអូជួយយមដាច់ឪមកវិញប៉ុលពតចាប់ដាច់ឪទុកក្នុងវាំងទៅចាប់ទុកក្នុងវាំងនោះទៅបងប្អូនអើយចាប់ពីពេលនោះមកអា200000នាក់នោះទៅណាទៅបងប្អូនយើងដេញវាចាញ់វាមិនចាញ់ផងដល់ពេលឥឡូវជោគជ័យហើយវាយជាពិសេសគឺសមរភូមិកំពង់ចាមបងប្អូននិយាយពីលន់ណលគាត់ពិបាកចិត្តបងប្អូនគាត់ចេះតែស្រែកប្រាប់អន្តរជាតិថាសង្គ្រាមឈ្លានពានទេពីព្រោះបាញ់នៅអីកំពង់ចាមបាញ់ណាបងប្អូនបាញ់ច្រើនតែយប់ប៉ុលពតវាតបឆ្លើវាបាញ់យប់ពេលណាឡើងមកគឺតបប៉ុលពតមកជាហៀងយាកុងឡើងមកជាហៀងពេលដែលវាបាញ់លន់ណលបាញ់ទៅបងប្អូនងាប់ព្រឹកឡើងទៅមើលសឹកតយួនកាត់វាសស្ងាត់ដល់ពេលអញ្ចឹងលន់ណលគាត់ស្រែកប្រាប់អន្តរជាតិថាមិនមែនសង្គ្រាមស៊ីវិលខ្មែរឆ្លោះជាមួយខ្មែរទេគឺសង្គ្រាមឈ្លានពានយួនចូលឈ្លានពាននេះអត្តសញ្ញាណប័ណ្ណពួកអានឹងងាប់មកសត្វតយួនរបស់សស្ងាត់មានអត្តសញ្ញាណប័ណ្ណបងប្អូនអើយនិយាយពីអ្នកកសែតអាកសែតបរទេសប្រសិទ្ធតែប្រពន្ធយួនវាចុះប្រឡាប់ទៀតវាថាសង្គ្រាមនេះជាសង្គ្រាមស៊ីវិលទេរវាងខ្មែរនិងខ្មែរទេវាអត់ចេះវាអត់ចុះជួយផ្សាយទេបងប្អូនប៉ុលពតអនឡាញលន់ណលស្រែកតែមិនក៏ថាសង្គ្រាមឈ្លានពានយួនអត់ទីបំផុតតែបងប្អូនអាពួកអ្នកចូលព្រៃដែលតស៊ូយកអំណាចឲ្យស្ដេចវិញហ្នឹងបងប្អូនវាយជាមួយទ័ពយួនហ្នឹងចូលក្នុងពេញយើងព្រឹបរោយនេះស្មានតអូតាចូលមកស្រែកជ័យយោពួកអានុងវាថាឲ្យតែຕົកនៅពេញយូរពួកនឹងដឹងណាថាមិនមែនទ័ពតាទេអញ្ចឹងជំលៀសចេញភ្លាមហ្មងជំលៀសឲ្យវាបែកវង
ស្រែកដបងដៃហ្មងអ្នកណាធ្វើធំអ្នកណាធ្វើប្រហ៊ានប៉ូលីសអីឲ្យធ្វើអីឡើងវិញអូខ្មែរយើងភ្លើអូខ្ញុំធ្លាប់ធ្វើប៉ូលីសចិត្តធ្វើអីគេលូតាមកវិញបានធ្វើធំនោះបងប្អូនហើយគ្រាន់តែដឹកចេញពីពេញយកទៅវៃចោលបាញ់ចោលបាញ់ចោលគ្មានទេបងប្អូនតែ10 20 30 គីឡូពីពេញបាញ់ចោលហ្មងឲ្យងាប់អាអ្នកចេះងាប់អ្នកដឹងអស់គម្រោងរបស់យួនទាំងអស់ណាបងប្អូនអស់ទាំងអស់បងប្អូនមកដល់ចំនួនប៉ុលពតតែបងប្អូនមកពីស្រុកបារាំងមានគ្នា10 20នាក់បងប្អូនតើវាមានកម្លាំងឯណាសិតតែកម្លាំងបដិបដាលមកពីយួនឲ្យមកចូលប្រកបជាមួយប៉ុលពតហ្នឹងឲ្យទៅចូលមកកប់ណាប៉ុលពតវាអត់កម្លាំងមកពីស្រុកបារាំងដល់អញ្ចឹងមានខ្មែរយើងមិញខ្មែរអីដែលគេចាប់ទៅការចំនួនប្រមាត់ប្រម៉ងយកមកបដិឲ្យនៅជាមួយខ្មែរហ្នឹងដល់ពេលប៉ុលពតកាន់យូរទៅបានដឹងថាអូមិត្តរបស់វាសិតក្បត់តាសិតតែក្បត់ប៉ុលពតចាប់ដើមបាញ់វិញចាប់ដើមសម្លាប់អានេះលេងຕົកចិត្តប៉ុលពតចាប់ដើមសម្លាប់ពួកបូព៌ាពួកនឹងរត់ចូលទៅស្រុកយួនទៅរត់ប្រាស់អាយុទេម្ចាស់ថ្លៃពីព្រោះអីប៉ុលពតតាមសម្លាប់ពួកបូព៌ារត់ប្រាស់អាយុទេយួនវាដឹងវារៀបចំផែនការទុករួចស្រេចដើម្បីត្រងយើងវាថាតិចទៀតយើងទៅតិចទៀតយើងទៅដល់ភ្លាមរត់ប្រាស់អាយុតាយើងធំសប្ថ្ងៃណាគឺរត់ទៅនឹងប្រាស់អាយុទេបងប្អូនប៉ុលពតតាមសម្លាប់សមមិត្តជាមួយប៉ុលពតដែរនោះប៉ុលពតតាមសម្លាប់យួនវាដឹងផ្លឹបហ្មងវាដឹងថាតិចទៀតទៅវាប្រមូលពឹបឡើងបង្កើតជារណសេរីយើងមិនបង្កើតទេយួនបង្កើតទេបងប្អូនយួនបង្កើតឲ្យទេ2ធ្នូបង្កើតរណសេរី2ធ្នូបងប្អូនហើយពួកយើងទៅមិនគ្រប់គ្នាទេបង្កើតរណសេរីពីព្រោះយើងត្រូវបង្កើតរណសេរីដើម្បីចុះកិច្ចសន្យាហៅយួនឲ្យចូលក្នុងប្រទេសខ្មែរកុំឲ្យយួនហ្នឹងណាកុំឲ្យអន្តរជាតិមើលឃើញថាយួនវាចូលខ្លួនឯងវាមានខ្មែរទៅបង្កើតរណសេរីកន្លែងវារួចហើយហៅវាឲ្យវាយចូលប្រទេសវាប៉ុន្តែតាមពិតគម្រោងរបស់វាទេខាងមុខក៏មានសិទ្ធិខ្មែរខាងមុខខាងក្រោយសិទ្ធិយួនស្លៀកពាក់សិទ្ធិខោអាវខ្មែរឲ្យពេញព្រៃទាំងអស់ថតដូចយើងអញ្ចឹងថតឯកសារទុកបង្កើតរណសេរីអាខាងមុខនេះខ្មែរអាខាងក្រោយសិទ្ធិយួនបានស្លៀកសិទ្ធិខោអាវខ្មែរទាំងអស់ហើយថតរូបទុកថតវីដេអូទុកជាភ័ស្តុតាងថាខ្មែរទៅបង្កើតរណសេរីក្នុងដីរបស់គេរួចហើយហៅយួនឲ្យចូលក្នុងប្រទេសខ្មែរសញ្ញេកិច្ចសន្យា2ធ្នូបងប្អូនចាំណាមកបង្កើត2ធ្នូរួច7មករាបែកមួយខែជាងបន្តិចបងប្អូនមួយខែ5ថ្ងៃសួរថាតើទៅប្រមូលគ្នាឯណាបានវាយព្រាមបងប្អូនយួនវាព្រាមកម្លាំងរួចស្រេចហ្មងវាកាងយូរហើយអាមេរិកកាំងហើយសូវៀតចង់វាយតាំងពីឆ្នាំ76មែនតែយួនវាកាងហ្មងវាទុកឲ្យខ្មែរសម្លាប់សិនវាក្តៅកាហាយណាស់បាញ់ជនជាតិអញបដែតតាមទឹកអញលេងវិញមកក្បាច់ចូលមកផ្លឹបបងប្អូនអាទ្រព្យសម្បត្តិខ្មែរយើងដែលគ្នាវានោះដែលជាដៃជើងរបស់ប៉ុលពតប្រកបនឹងបងប្អូនដែលវាប្រមូលជាទ្រព្យសម្បត្តិយកទៅទុកម្ដុំមកយួនវាចំណាំកន្លែងមកដឹកទាំងឡានយកទៅហ្មងនិយាយពីទ្រព្យសម្បត្តិខ្មែរទៅទឹកទាំងអស់បងប្អូនយួនវាមកដឹកទៅវ៉ាន់ទៅហ្មងហើយយើងអូយួនចូលរំដោះមកអើយបងប្អូនណាខ្ជិលចង់និយាយរហូតមកដល់សប្តាហ៍ទៀតបងប្អូនមើលវារៀបចំដាក់ស្ថាប័នមួយនឹងជាពិសេសខាងប៉ូលីសហើយទៅហ៊ានឲ្យពេញទឹកពេញដីទាំងអស់បើបោះឆ្នោតតើយើងត្រូវធ្វើម៉េចបញ្ចូលជនជាតិយួនឲ្យមកបោះចុះបើបោះចាញ់ក៏មកឲ្យដែរបិទទូរទស្សន៍មកផ្លឹបសិនទៅ3 4ម៉ោងរួចកាយលទ្ធផលឆ្នោតមកម្ចាស់ថ្លៃអើយជ្រៅណាស់ម្ចាស់ថ្លៃជ្រៅណាស់បើសិនណាជាបងប្អូនមិនងើបទេគំនិតរបស់ហូជីមិញនឹងបានសម្រេចហើយបង្កើតឥណ្ឌូចិនកម្ពុជាវៀតណាមឡាវឲ្យធំដើម្បីទប់ទល់ជាមួយនឹងចិនបងប្អូនគិតពិចារណាតិចមើលសួរថាបងប្អូនរស់ដើម្បីអីគ្រាន់តែស៊ីដីរួចចុងក្រោយងាប់ដដែលជាជនជាតិមួយដែលអត់ស្គាល់មុខមិត្តមុខសត្រូវយកសត្រូវធ្វើជាអ្នកមានគុណរបស់ខ្លួនបងប្អូនពិចារណាមើលវេទិកានឹងដឹងចាក់កើតអត់ទេបងប្អូនខ្ញុំបថុយនិយាយបងប្អូនខ្ញុំបថុយនិយាយពួកគេអត់ឲ្យរៀនសូត្រទេ